ខ្មែរក្រហមដែលកាន់កាប់ប្រាសាទអង្គរតាំងពីឆ្នាំ1971មកក៏ចាប់ផ្ដើមបញ្ជូនកងទ័ពឲ្យធ្វើដំណើរវាយលុកនិងដណ្ដើមដោយកម្លាំងអាវុធឆ្ពោះមកទីក្រុងភ្នំពេញរដ្ឋធានីនៃប្រទេសកម្ពុជាខែកុម្ភៈឆ្នាំ1975ជ័យជំនះនៃពួកខ្មែរក្រហមក្នុងខេត្តកំពង់ធំកំពង់ចាមនៅលើផ្លូវពីសៀមរាបអង្គរមកភ្នំពេញសំផនអបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិរបស់ពួកខ្មែរក្រហមកំពុងតែលើកផែនការវាយលុកខាងយោធាខែមីនាឆ្នាំ1975ខ្មែរក្រហមដណ្ដើមបានជោគជ័យថ្មីថែមទៀតផ្លូវទន្លេរវាងភ្នំពេញនិងវៀតណាមខាងត្បូងត្រូវកាត់ផ្ដាច់នាវាគ្រប់ធនដែលបម្រើឲ្យសាធារណរដ្ឋខ្មែររបស់លន់នល់ត្រូវបាញ់ពន្លិញក្នុងចំណោមអស់លោកមានម្នាក់បានអះអាងថាសាធារណរដ្ឋយើងនេះនឹងត្រូវរលំក្នុងពេលដ៏ខ្លីខាងមុខនេះដោយថ្មងដំបងរបស់ពួកថ្មិលក្រហមប៉ុន្តែអ្វីត្បិតតែការធ្វើដំណើរចេញជាបន្តបន្ទាប់ពីកម្ពុជារបស់ប្រមុខរដ្ឋនិងជាមេបញ្ជាការជាន់ខ្ពស់នៃយើងគឺលោកសេនាប្រមុខលន់នល់ជាទីសក្ការៈព្រមទាំងមហាមិត្តអាមេរិកកាំងក៏ដោយក៏សូមអស់លោកជឿចុះយើងនៅតែមានផ្លូវដដែលទី1កងទ័ពយើងក៏នៅតែមានចិត្តក្លាហានមុះមុតហើយរដ្ឋធានីភ្នំពេញទៀតសោតក៏នៅរឹងមាំពុំអាចលាក់បានឡើយទី2ជុំប្រឆាំងសម្ដេចសីហនុដោយយើងទាំងអស់គ្នាតែជាអ្នកសាធារណរដ្ឋពិតប្រាកដនោះគេបានឲ្យយើងដឹងតាមរយៈស្ថានទូតមិត្តរួមគ្នាមួយថាគូបដិបត្តិទាំងពីរទោះបីជាប្រឆាំងគ្នាយ៉ាងនេះក៏ដោយក៏នៅតែអាចចូលរួមជាមួយគ្នាដើម្បីការផ្សះផ្សាជាតិយ៉ាងពិតប្រាកដនិងរឹងមាំបំផុតចូលភ្នំពេញដោយសន្តិភាពខ្មែរក្រហមខ្មែរសាធារណរដ្ឋយើងទាំងអស់គ្នាគឺជាខ្មែរស្នេហាជាតិបរិសុទ្ធជាខ្មែរប្រឆាំងសក្តិភូមិនិងជាខ្មែរនិយមប្រជាពលរដ្ឋការត្រូវរៅគ្នារវាងយើងទាំងពីរជាបាតុភូតមួយជិះមិនរួចទេជ័យយោខ្មែរសាធារណរដ្ឋប្រឆាំងរាជានិយមត
តាមទិសរបស់អង្គការគឺតម្រូវវាយយកភ្នំពេញបុកចូលតាមច្រកកំពង់ស្ពឺពោធិ៍ចិនតុងសូមមិត្តទាំងអស់គោរពឲ្យបានតាំងចិត្តឲ្យក្រហមឆ្អិនចៅបដិញ្ញាយកជ័យជំនះជូនអង្គការឲ្យបានដាច់ខាតបដិញ្ញា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 ដើមខែមេសាឆ្នាំ1975កងទ័ពខ្មែរក្រហមមានទាំងទ័ពនារីផងបានជំរុលតម្រង់មករកទីក្រុងភ្នំពេញមេដឹកនាំខ្មែរក្រហមមានសឡុតសមានខៀវសំផននិងនួនជារៀបចំយុទ្ធនាការចិត្តភ្នំពេញវិជ្ជបណ្ឌិតជួនជឿនរដ្ឋមន្ត្រីខ្មែរក្រហមខាងសុខាភិបាលកំពុងតែវះកាត់អ្នករបួសជាមួយនឹងក្រុមពេទ្យរបស់គាត់ក្នុងមុងយ៉ាងធំប្រើជំនួសបន្ទប់វះកាត់ខ្មែរក្រហមសឡុតសខៀវសំផននួនជារៀបចំវាយលុកទីក្រុងភ្នំពេញនិងទី16មេសាឆ្នាំ1975ខ្មែរក្រហមបានផ្ដុំកម្លាំងវាយលុកទៅលើកងការពារខ្សែក្រវ៉ាត់ភ្នំពេញរបស់កងកម្លាំងពួកលន់នល់មេបញ្ជាការចុងខ្ពស់បញ្ជាមិត្តផ្ដាច់ចោលពោធិ៍ចិនតុងសូមបាញ់កំភ្លើងធំនឹងមកជួយគ្រប់គ្រងផងខ្មែរក្រហមកំពុងតែសម្រុកចូលមកទីតាំងរបស់អនុសេនីយ៍តួម្នាក់នៃកងទ័ពលន់នល់អាឡូលោកមេបញ្ជាការយើងខ្ញុំកំពុងមានទាហានស្លាប់និងត្រូវរបួសជាទម្ងន់សូមលោកមេបញ្ជាការមកជួយកាត់ផងសូមមេត្តាផ្ដល់ដល់ជំនួយច្រើនទៀតខ្មែរក្រហមកាន់តែរំកិលមកចិត្តទៅហើយវាកំពុងតែឡងពាត់លោកស្រីឯងលោកបានចាយចេញចោលពួកយើងវិលទៅគេហដ្ឋានយ៉ាងជួយខ្ញុំបិទណាស់ហើយថាភរិយាតែថ្ងៃខ្ញុំវិញសុខចិត្តនៅជាមួយបងប្អូនខ្ញុំមានគូសង្សារមួយដ៏ស្រស់ដែរនៅក្នុងពេញហើយក្រែពីលើនោះគឺម្ដាយខ្ញុំតែម្ដងដែលកំពុងតែឈឺធ្ងន់រីឯលោកមានវិជាការយើងវិញគាត់ថាគាត់គ្មានធ្វើឲ្យអាចជឿយើងបានវាមកដល់ហើយតែយកចាំបានទេតែយកចាំបានទេធារណរដ្ឋលន់នល់បាក់កម្លាំងខូចទឹកចិត្តរត់ចោលជួរតម្រង់មករកទីក្រុងភ្នំពេញ
ឡាននោះព្រាម បាទទៀត ហើយពួកឯងនាំគ្នាជិះឡាននោះទៅកាន់មន្ទីរពេទ្យឲ្យគេព្យាបាលទៅ ចោមចៅពោធិ៍ចិនតុងមកភ្នំពេញស្ងាត់ជ្រងំពួកលន់នល់ត្រូវបរាជ័យទាំងស្រុងយកសរោមប្រៃពីប្រវត្តិធម៌ទៀតមក